គ្រប់គ្នាមានអារម្មណ៍ថាលុយ800យ៉នរបស់ Chen Hua នឹងត្រូវខ្ជិះខ្ជីប៉ុន្តែគ្មាននរណាម្នាក់ដឹងថាឈុតបន្ទាប់នឹងធ្វើឲ្យផ្អើលពេញផ្លូវនោះទេជាមួយនឹងសម្លេងស្រែកខ្លាំងកង់ហ្វ្រាំងរបស់ម៉ាស៊ីនកាត់បានបង្វិលយ៉ាងលឿនហើយការកាត់ឆៅបានបណ្ដាលឲ្យមានម្សៅសាមហុយគ្រប់គ្នាសម្លឹងមើលវត្ថុធាតុដើមទាំងមិនហ៊ានដកដង្ហើមតើខ្ញុំបានអានវាត្រឹមត្រូវទេវាមានពណ៌បៃតងក្បាលទឹកនេះគឺជាប្រភេទទឹកកកតើពិតជាលោកបេងឬជាប្រភេទផ្កាអ័រគីដេអាងចិញ្ចឹមត្រីចាស់មិនបានប្រេះទេឥឡូវនេះពួកគេកំពុងរកប្រាក់វាមិនអាចទៅរួចទេតើនេះអាចទៅរួចដោយរបៀបណាតើវាអាចទៅរួចយ៉ាងដូចម្តេចដើម្បីរីកផ្កាអ័រគីដេទឹកកកពីថ្មទំនើបទាំងអស់ចៅហ្វាយកុំបារម្ភពួកគេមិនទាន់ចេញផ្កានៅឡើយទេការប៉ាន់ស្មានទីផ្សារត្បូងអ័រគីដេរបស់លោកបេងតម្លៃគឺ1 8លានវាឈួតខ្ញុំបានចំណាយប្រាក់800យន្តហើយបានរកឃើញក្រមាទឹកកកតម្លៃ1 8លានតើបុរសនេះមានសំណាងបែបណាខ្ញុំគ្រាន់តែណែនាំគាត់កុំឲ្យទិញដើមវាប្រែជាខ្ញុំនេះគឺជាស្ដេចដ៏ពិតប្រាកដនៃអ្នកឬប្អូនប្រុសខ្ញុំនឹងផ្ដល់ឲ្យអ្នក 1.8 លានសម្រាប់បំណែកនៃត្បូងពេជ្រនេះឥឡូវនេះខ្ញុំនឹងទេវាទៅអ្នកចុះអ្នកលក់វាឲ្យខ្ញុំបាន8លានយកព្រមដោះស្រាយប៉ាតើអ្នកបានឃើញវាទេខ្ញុំមិនបានខ្មាស់អ្នកទេវីតុបវិញជើបកាឈូកវាដល់ពេលហើយសម្រាប់ពួកយើងដើម្បីដោះស្រាយពិន្ទុវាមិនអាចទៅរួចទេក្នុងការឈ្នះ 1.8 លានសម្រាប់800យន្ត Chen Hua បានប្រើកែវភ្នែកពណ៌មាសមួយគូនេះដើម្បីបំពេញជោគវាសនាផ្លាស់ប្ដូរជីវិតលើកដំបូងក្នុងជីវិតរបស់គាត់ហើយនេះគ្រាន់តែជាការចាប់ផ្ដើមប៉ុណ្ណោះក្នុងតម្លៃ800យន្តខ្ញុំបានរើសដុំទឹកកកដែលលេចធ្លាយមកដាំផ្កាអ័រគីដេយ៉ាងស្អាតហើយខ្សែផ្កាត្រូវបានកាត់យ៉ាងត្រឹមត្រូវដោយមិនមានកោសឬប្រេះឡើយនេះពិតជាមិនមែនជាសំណាងទេបុរសនេះគឺបន្តិចខ្ញុំចង់និយាយថានេះមិនមែនជាចោរលួចអាហារពី Yachi Pavilion របស់យើងទេហេតុអ្វីបានជាគាត់ត្រូវបានបណ្តេញចេញគាត់បានទៅតបតាមផ្លូវដើម្បីរើសសម្រាមជាយូរមកហើយមើលចោលនៅក្នុងដៃមិនមែនមកពីគាត់បំបែកត្បូងដើម្បីសងប្រាក់2លានជាមួយរបស់ទាំងនេះឬវាពិតជាគួរឲ្យអស់សំណើចណាស់ស្ត្រីលូយ៉េទើបតែទទួលបានសក្តានុពលមានដំបូង Chen Hua បានរត់ចូលទៅក្នុងស្ត្រីដែលបានរារាំងនាងចំនួនថ្មីមួយហៀបនឹងផ្ទុះឡើងហើយ Fan Jing និង Mi Yelu មិនដឹងថាបុរសដែលនៅពីមុខពួកគេមិនមែនជាកូនកាត់ទុនដែលពួកគេអាចរៀបចំបានទេ Chen Hua អនុញ្ញាតឲ្យខ្ញុំសួរអ្នកថ្ងៃមួយបានកន្លងផុតទៅចាប់តាំងពីថ្ងៃផុតកំណត់3ថ្ងៃតើអ្នកសុខសប្បាយជាទេ2លានខ្ញុំឃើញថាគាត់បែបនេះទុកឲ្យ2លានក៏20000គាត់មិនអាចចេញមកបានទេប្រុសខ្ញុំណែនាំអ្នកឲ្យលើកជង្គង់ចុះហើយកៅថៅដាក់ Van Shell ប្រហែលជា Van Shell មានចិត្តល្អក្នុងការផ្ដល់ព្រះគុណដល់អ្នកពី3ថ្ងៃវាមានតែ$200ប៉ុណ្ណោះដែលធ្វើឲ្យអ្នកព្រួយបារម្ភខ្លាំងកុំបារម្ភខ្ញុំនឹងមិននឹកអ្នកសំបីតែមួយសេនប៉ុន្តែខ្ញុំចង់សួរអ្នកអំពីការដាក់ខ្ញុំតើរឿងលួចថ្មដើមត្រូវដោះស្រាយដោយរបៀបណាអ្នកហត់តើអ្នកណាធ្លាក់ចុះក្នុងអ្នកថ្មនោះត្រូវបានលួចដោយអ្នកតើអ្នកបានលុយនេះពីណាតើវាត្រូវបានគេលួចទេលោកវ៉ែនសូមកុំនិយាយមិនសមហេតុផលប៉ុន្តែយើងបានឃើញដោយផ្ទាល់ភ្នែកថាថ្មនេះទិញក្នុងតម្លៃ800យន្តដល់ផល1 8លានសម្រាប់កងទ័ពប្រជាជនការអាគីដេរកលុយបានតាមជំនាញរបស់ពួកគេនេះគឺជារឿងដ៏ធំបំផុតនៅក្នុងសប្តាហ៍អេក្រង់របស់យើងនៅឆ្នាំនេះបងប្រុសអ្នកគ្រាន់តែជាមនុស្សពូកែលេងល្បែងស៊ីសង800យន្ត Yen Long គឺជាមនុស្សតែម្នាក់គត់នៅក្នុងជួរកងទ័ពប្រសិនបើកូនប្រុសអ្នកលេងល្បែងមានសមត្ថភាពបែបនេះខ្ញុំគិតថាគាត់ពិតជាសំណាងណាស់វាគ្រាន់តែជាសំណាងល្អប៉ុណ្ណោះខ្ញុំពិតជាគិតថាខ្លួនខ្ញុំជាមនុស្សអ្នកមិនអាចទៅឆ្ងាយក្នុងអាជីវកម្មល្បែងស៊ីសងលើសាកសពនេះទេអ្នកអាចបង្កើតសំណាងឬបាត់បង់ទ្រព្យសម្បត្តិដូច្នេះហេតុអ្វីបានជាយើងមិនលេងល្បែងមើលថាតើខ្ញុំពឹងផ្អែកលើសំណាងឬសមត្ថភាពរបស់ខ្ញុំក្នុងការភ្នាល់ជាមួយខ្ញុំអ្នកសំនឹងទទួលបានវាអ្នកភ្នាល់តាមដែលអ្នកចង់បានវាសាមញ្ញណាស់ទីកន្លែងស្តង់ដារ Ping Hao Shaojian នឹងបើកនៅថ្ងៃស្អែកចូលទៅកន្លែងដេញថ្លៃហើយម្នាក់ជ្រើសរើសថ្មរដុកដើម្បីដោះស្រាយថ្មនៅនឹងកន្លែងថ្មអ្នកណាមានតម្លៃជាងអ្នកនោះនឹងឈ្នះប្រសិនបើខ្ញុំបាត់បង់2លានខ្ញុំនឹងផ្ដល់សំណងដល់អ្នកទ្វេដង1លានបូកដៃខ្ញុំជាអ្នកសម្រេចរបស់អ្នកប៉ុន្តែប្រសិនបើខ្ញុំឈ្នះអ្នកត្រូវតែសុំទោសខ្ញុំជាសាធារណៈហើយសារភាពថាអ្នកបានបង្ខំខ្ញុំសម្រាប់ការដោះដូរថ្មរដុកដោយសម្ងាត់ហើយអ្នកក៏នឹងជំពាក់ខ្ញុំ800,000ដែលឪពុកខ្ញុំជំពាក់គ្រួសាររបស់អ្នកហ៊ានភ្នាល់ជាមួយលោក Van ទេបុរសម្នាក់នេះទើបតែចាក់ចេញសំណាងរបស់គាត់ត្រូវតែបាត់បិទមាត់ហេតុអ្វីបានជាអ្នកមិនហ៊ានភ្នាល់ជាមួយខ្ញុំធំឡើងនៅក្នុងគំនរត្បូងរកមិនក៏ខ្ញុំនៅតែខ្លាចរឿងល្អដូចគាត់ខ្ញុំបានភ្នាល់ជាមួយអ្នកប៉ុន្តែខ្ញុំត្រូវបន្ថែមរឿងមួយបន្ថែមទៀតក្នុងការភ្នាល់បើចាញ់អ្នកមិនត្រឹមតែត្រូវសង្វូនលានទេថែមទាំងលុតជង្គង់សំពះដាក់ខ្ញុំ3ដងនៅទីសាធារណៈមិនហ៊ានហៅប៉ា3ដងជួបគ្នានៅទីធ្លាគ្រួសារឆៅម៉ោង10ព្រឹកស្អែកបើអ្នកណាមិនមកគឺជាចៅប្រុសរបស់ខ្ញុំនឹងរងចាំអ្នកហើយខ្ញុំនឹងប្រាប់អ្នកនៅថ្ងៃស្អែកមានផ្លូវទៅស្ថានសួគ៌បើអ្នកមិនទៅទីនោះគ្មានផ្លូវទៅនរកទេអ្នកត្រូវតែភ្នាល់គ្រប់គ្នាគិតថា Chen Hua ឈួតយិនគឺជាអ្នកថ្មដ៏ល្បីល្បាញនៅទីក្រុង Ping Hao គាត់បានលេងល្បែងថ្មជាមួយឪពុកតាំងពីគាត់នៅក្មេងគាត់មានបទពិសោធន៍ដ៏សម្បូរបែបខណៈដែល Chen Hua គ្រាន់តែជាអ្នកចំណូលថ្មីដែលពឹងផ្អែកតែលើវាម្ដងប៉ុណ្ណោះការលេខធ្លាយដកសំណាងមិនអាចជាគូប្រជែងរបស់ Van Jen បានទេសួស្ដីខ្ញុំឈ្មោះយីលេងឬខ្ញុំបានឬការភ្នាល់រវាងអ្នកនិង Van Jen ទៅតែឥឡូវនេះតើអ្នកពិតជាចង់ភ្នាល់ជាមួយគាត់មែនទេ Van Jen កំពុងភ្នាល់សមត្ថភាពរបស់ Ishigami ត្រូវបានចាត់ទុកថាជាកម្ពុជាសិស្សចំនួនក្រោយនៃសិស្សធម្មតាហើយទឹកនៅក្នុងទីធ្លារបស់ឆៅគឺជ្រៅណាស់វាប្រថុយពេកសម្រាប់អ្នកក្នុងការធ្វើបែបនេះអរគុណសម្រាប់ការរំលឹកប៉ុន្តែខ្ញុំមានវាហេតុផលដែលអ្នកត្រូវតែឈ្នះគឺថាអ្នកប្រកាសណាស់ថាអ្នកអាចឈ្នះបើអ្នកវាយខ្ញុំនៅថ្ងៃស្អែកអ្នកនឹងដឹងវាដោយធម្មជាតិអ្វីដែលគួរឲ្យចាប់អារម្មណ៍គឺថាយើងកំពុងប្រឈមមុខនឹងក្រុមគ្រួសាររបស់ Jade Young Master នៅកំពូលនៃ Ping Hao ប៉ុន្តែពួកគេមិនមានភាពស្រស់ស្អាតទាល់តែសោះខ្ញុំចង់ឃើញអ្វីដែលគួរឲ្យភ្ញាក់ផ្អើលដែលអ្នកអាចនាំឲ្យខ្ញុំនៅថ្ងៃស្អែកChen Hua បានរស់នៅក្នុងផ្ទះជួលតូចមួយនេះអស់រយៈពេល3ឆ្នាំក្នុងអំឡុងពេល3ឆ្នាំនេះនាងបានសិក្សាចំណេះដឹងពីត្បូងទឹមនិងយានស៊ីជារៀងរាល់ថ្ងៃដោយសង្ឃឹមថានឹងមានព្រះអាចស្វែងរកការពិតនៅពីក្រោយការស្លាប់របស់ឪពុកគាត់និងជំរះទុក្ខព្រួយរបស់ឪពុកគាត់
ខ្ញុំនឹងលេងល្បែងជាមួយវ៉ែនយើងនៅថ្ងៃស្អែកកុំបារម្ភខ្ញុំប្រកាសជាឈ្នះខ្ញុំពិតជានឹងយកលុយរបស់អ្នកមកវិញ ស្វែងរកការពិតអំពីឆ្នាំនោះហើយខ្ញុំនឹងមិនបោះបង់អ្នកណាដែលធ្វើបាបអ្នកឡើយ ធ្វើត្បិតតែនាងមានទេពកោសមាសក៏ដោយក៏នាងដឹងដែរថាក្នុងវិស័យល្បែងស៊ីសងថ្មវាមិនត្រឹមតែចាំបាច់ដើម្បីមើលតាមរយៈថ្មប៉ុណ្ណោះទេប៉ុន្តែក៏ត្រូវយល់ពីឧស្សាហកម្មនេះផងដែរតើតែស្គាល់ច្បាប់ទើបអាចទៅបន្តទៀតបានក្នុងមួយយប់ Chen Hua បានតម្រៀបចំណេះដឹងអំពីត្បូងទាំងអស់ដែលនាងប្រមូលបានក្នុងរយៈពេល3ឆ្នាំកន្លងមកនាងបានដឹងថាការភ្នាល់នៅថ្ងៃស្អែកគឺដើម្បីជំរះការសោកសៅរបស់នាងនិងដើម្បីចាប់ផ្ដើមរដូវកាលលេងល្បែងរបស់នាងនៅទីក្រុងផេងរ៉ាវ កន្លែងដែលខ្ញុំមកថតលើកដំបូងក្នុងថ្ងៃនេះគឺទីលានសម្គាល់គ្រួសារឆៅវាគឺជាកន្លែងសម្គាល់ឯកជនធំជាងគេនៅផេងហៅច្រកចូលគឺពោពេញដោយរថយន្តទំនើបមនុស្សដែលមកនឹងទៅគឺសុទ្ធតែជាបុគ្គលលេចធ្លោក្នុងឧស្សាហកម្មត្បូងនៅក្រុងផេងហៅ